nơi dục này sông bông ôn bàn riếp trong khuôn cắt bần thoi nơi phiếp tan tầng xem độ đằng hàm vênh về bom plek chào cả bụi bà róm cả trừ chấp nâng phiếp nơi hót tầng lại bông ôn mình nơi ai cả lại bởi ông mà cha nơi chất bông ôn nơi bê dục này nâng riêng rồi ngày sông bông ôn sông rùm chất bất phần ếch hai ác đi than cho môi dương sông đam bấy sông bê cho mà cha chia ba trong ngữ đại lục nẹ cầm bông tại miền rồi có ác đi than xâm rạp manu chi tí xa lạnh đại quạt cầm bông tại miền trong ngữ nơi khăn nông riêng cái rồi bỏ quản sông ác đi than cho môi dương sông đôi to tờ ao bệ bệ đà đại cung nơi than xù ơi dục ní dương sông châu mà râu pra ong nơi cào bệ bát tì nâng mục bệ phẹ rồi bỏ pra ong đòi đuông chất tuân plun nâng chất đại trời ca cáp chia ba pi pra ong trung triệp ông pi rồi ca chui chắp rồi bỏ tụ bông cùm đại tụ bông cùm cầm bông tại miền trong người nâng miền phiếp sao nâng không riêng cái rồi bỏ dương sông mình tha trong người đại grupet ách chia ba bàn rồi coi trong người đại grupet ở là tập hiệp nông ca chia ba nơi dục này tụ bông cùm xôm ở pra ong bàn pa po dương sông đòi pra hoa rồi bỏ pra ongในការព្យាបាលដ៏បរិសុទ្ធរបស់ទ្រង់នៅក្នុងព្រះគម្ពីរអេសាយចំពុកទី53ខ5បានចែងថាប៉ុន្តែលោកត្រូវគេចាក់ទម្លុះព្រោះតែការបះបោររបស់យើងលោកត្រូវគេជន់ឈ្លីព្រោះតែអំពើទុច្ចរិតរបស់យើងលោកបានរងទរណកម្មដើម្បីឲ្យយើងបានទទួលសេចក្តីសុខសាន្តហើយដោយសារស្នាមរបួសរបស់លោកយើងក៏បានជាសះស្បើយដោយសាររបួសរបស់ព្រះអង្គយើងខ្ញុំបានទទួលការព្យាបាលព្រះម្ចាស់អើយយើងខ្ញុំជឿលើព្រះបន្ទូលរបស់ព្រះអង្គមួយនេះដោយរបួសរបស់ព្រះយេស៊ូវការព្យាបាលកំពុងតែហូរចុះមកក្នុងរាងកាយក្នុងឈាមនិងក្នុងសពសារពាង្គកាយនិងដួងចិត្តរបស់ទូបង្គំព្រះអង្គអើយសូមព្រះហស្ថរបស់ព្រះអង្គបានប៉ះពាល់ក្បាលរបស់ទូបង្គំប៉ះពាល់បេះដូងរបស់ទូបង្គំសួតប៉ះពាល់តម្រងនោមប៉ះពាល់ឈាមប៉ះពាល់សរសៃប្រសាទព្យាបាលកន្លែងណាដែលឈឺសូមឲ្យការឈឺចាប់នោះបានស្រាលចុះបានធូរឡើងកន្លែងណាដែលខូចខាតសូមព្រះអង្គបានស្ដារឡើងវិញសូមព្រះអង្គបានផ្ដល់កម្លាំងជាថ្មីដល់អស់អ្នកដែលនឿយហត់និងអស់សង្ឃឹមត្បិតក្នុងព្រះគម្ពីរទំនុកដំកើងចំពុក147ខ3បានចែងថាព្រះអង្គប្រោសអ្នកដែលមានចិត្តក្រំគ្រាឲ្យបានធូរស្បើយព្រះអង្គរុំរបួសឲ្យគេអោព្រះអង្គម្ចាស់អើយព្រះអង្គមិនត្រឹមតែព្យាបាលរាងកាយទូបង្គំប៉ុណ្ណោះទេតែព្រះអង្គនឹងព្យាបាលដួងចិត្តទូបង្គំផងដែរជំងឺដែលកូនមានកូនសូមថ្វាយទៅកាន់ព្រះអង្គដួងចិត្តខ្ទេចខ្ទាំដែលកូនមានកូនសូមថ្វាយទៅកាន់ព្រះអង្គជំងឺដែលឈឺសពសារពាង្គកាយរបស់ទូបង្គំកូនសូមថ្វាយទៅកាន់ព្រះអង្គជំងឺផ្សេងទៀតដែលទូបង្គំកំពុងតែមានសូមទ្រង់ជាព្រះបានព្យាបាលអស់អ្នកដែលកំពុងតែបានស្ដាប់និងទស្សនានៅវីដេអូនេះនិងឮពីអធិដ្ឋាននេះកូនសូមប្រកាសនៅក្នុងព្រះនាមព្រះយេស៊ូវសូមឲ្យជំងឺទាំងអស់នោះបានចេញហើយនឹងជាសះស្បើយតាមអំណាចនៃការព្យាបាលរបស់ព្រះអង្គត្បិតក្នុងព្រះគម្ពីរយេរេមៀចំពុកទី30ខ17បានចែងថាយើងនឹងលើកអ្នកឡើងវិញយើងនឹងប្រោសឲ្យមុខរបួសអ្នកបានជាសះស្បើយនេះជាព្រះបន្ទូលរបស់ព្រះអង្គម្ចាស់ពួកគេហៅអ្នកថាក្រុងដែលគេបោះបង់ចោលគឺក្រុងស៊ីយ៉ូនដែលគ្មាននរណារាប់រងព្រះអង្គមានព្រះបន្ទូលថាព្រះអង្គទ្រង់នឹងស្ដារសុខភាពរបស់អ្នកឲ្យបានជាសះស្បើយឡើងវិញហើយព្រះអង្គក៏នឹងព្យាបាលរបួសរបស់អ្នកឲ្យបានជាសះស្បើយឡើងវិញតាមរយៈព្រះគម្ពីរខាងលើនេះដែរសូមទ្រង់បានស្ដារកិច្ចការនេះសូមទ្រង់បានស្ដាររាល់ជំងឺទាំងអស់នេះដែលកូនកំពុងតែជួបប្រទះដែលកូនកំពុងតែចុះខ្សោយឲ្យបានមានកម្លាំងឲ្យបានជាសះស្បើយហើយនៅក្នុងរាត្រីនេះកូននឹងឃើញការអស្ចារ្យដែលព្រះអង្គបានធ្វើមកកាន់កូនទាំងអស់គ្នាព្រះអង្គអើយត្បិតទ្រង់គឺជាសេចក្តីស្រឡាញ់ដូច្នេះហើយសេចក្តីស្រឡាញ់គឺហូរចេញអំពីព្រះハរតីព្រះអង្គអើយទ្រង់គឺជាអ្នកដែលព្យាបាលគឺជាគ្រូពេទ្យលើសអស់ទាំងគ្រូពេទ្យដូច្នេះហើយការព្យាបាលនឹងហូរតាមរយៈព្រះហស្ថរបស់ព្រះអង្គត្បិតទ្រង់គឺជាអ្នកដែលព្យាបាលព្រះអង្គដ៏ពោពេញទៅដោយសេចក្តីស្រឡាញ់របស់ទូបង្គំអើយពេលខ្លះកូនដឹងថាជំងឺវាចូលមកដើម្បីបង្រៀនកូនដើម្បីឲ្យកូនបានពឹងផ្អែកទៅលើព្រះអង្គឲ្យច្រើនជាងនេះបន្ថែមហើយបន្ថែមទៀតពេលខ្លះទូបង្គំមិនយល់ឡើយថាហេតុអ្វីបានជាកិច្ចការអាក្រក់ទាំងនេះបានកើតមាននៅក្នុងជីវិតរបស់ទូបង្គំប៉ុន្តែទូបង្គំនៅតែជ្រើសរើសទុកចិត្តលើព្រះអង្គថាទ្រង់នឹងប្រើ
កិច្ចការដែលកូនកំពុងតែជួបប្រទះដូចជាជំងឺដែលកូនកំពុងតែមាននេះគឺសម្រាប់កិច្ចការល្អមួយនៅក្នុងជីវិតរបស់ទូបង្គំដោយមានចែងនៅក្នុងព្រះគម្ពីររ៉ូមចំពុក8ខ28ថាយើងដឹងទៀតថាអ្វីៗទាំងអស់ផ្សំគ្នាឡើងដើម្បីឲ្យអស់អ្នកដែលស្រឡាញ់ព្រះជាម្ចាស់ទទួលផលល្អគឺអ្នកដែលព្រះអង្គបានត្រាស់ហៅមកស្របតាមគម្រោងការរបស់ព្រះអង្គអើយសូមជួយទូបង្គំដើម្បីរៀនសូត្រអំពីបទពិសោធន៍ដែលកូនបានឆ្លងកាត់បើព្រះអង្គចង់ឲ្យទូបង្គំបានដាក់ចុះរាល់កិច្ចការទាំងឡាយដាក់ចុះរាល់បន្ទុកទាំងឡាយហើយចំណាយពេលជាមួយព្រះអង្គនោះទូបង្គំនឹងធ្វើតាមបើព្រះអង្គចង់ឲ្យទូបង្គំរៀនរស់និងពេញចិត្តនឹងសុខភាពរបស់ទូបង្គំឲ្យច្រើនជាងនេះទូបង្គំនឹងធ្វើតាមបើព្រះអង្គចង់ឲ្យទូបង្គំមានការក្ដួលអាណិតនិងអាណិតអាសូរដល់អ្នកមានជំងឺដទៃទៀតទូបង្គំនឹងនៅតែបន្ថែមការក្ដួលអាណិតទៅដល់មនុស្សដទៃទៀតដែលកំពុងតែមានជំងឺនោះជាមិនខានប៉ុន្តែព្រះអង្គអើយកូនក៏ជឿផងដែរថាព្រះអង្គពិតជាចង់ឲ្យទូបង្គំមានសុខភាពល្អនិងគ្រប់អ្វីៗទាំងអស់ដែលល្អប្រសើរព្រះបិតាអើយកូនបដិសេធរាល់ភាពភ័យខ្លាចនិងបារម្ភអំពីលក្ខខណ្ឌសុខភាពរបស់ទូបង្គំនិងស្ថានភាពដែលទូបង្គំកំពុងតែជួបប្រទះនៅពេលនេះភាពភ័យខ្លាចរបស់ទូបង្គំមិនមែនបានមកពីព្រះអង្គឡើយព្រះបន្ទូលរបស់ព្រះអង្គដែលមានចែងនៅក្នុងព្រះគម្ពីរ2ធីម៉ូថេចំពុក1ខ7បានចែងថាត្បិតព្រះជាម្ចាស់ពុំបានប្រទានឲ្យយើងមានវិញ្ញាណដែលនាំឲ្យខ្លាចទេគឺព្រះអង្គប្រទានឲ្យយើងទទួលវិញ្ញាណដែលផ្ដល់កម្លាំងសេចក្តីស្រឡាញ់និងចិត្តធ្ងន់ជំនួសឲ្យភាពភ័យខ្លាចទូបង្គំជ្រើសរើសយកជំនឿជំនួសឲ្យការព្រួយបារម្ភទូបង្គំជ្រើសរើសយកការថ្វាយបង្គំព្រះអង្គជំនួសឲ្យការសង្ស័យទូបង្គំជ្រើសរើសយកការទុកចិត្តលើទ្រង់ដោយស្ថិតនៅក្នុងភាពល្អឥតខ្ចោះរបស់ព្រះអង្គទូបង្គំសូមប្រកាសនិងបដិសេធរាល់ភាពអវិជ្ជមាននានាដែលទាញទូបង្គំឆ្ងាយអំពីព្រះបន្ទូលសន្យារបស់ព្រះអង្គទូបង្គំជឿជាក់ថាជំងឺរបស់ទូបង្គំមិនស្ថិតនៅក្នុងស្ថានភាពដដែលនោះឡើយព្រះអង្គទ្រង់នឹងព្យាបាលជំងឺរបស់ទូបង្គំឲ្យបានប្រសើរឡើងនិងជាសះស្បើយទូបង្គំនឹងមិនបោះបង់សេចក្តីសង្ឃឹមមួយនេះឡើយព្រះបន្ទូលរបស់ព្រះអង្គមានចែងនៅក្នុងព្រះគម្ពីរសុភាសិតចំពុក18ខ21ថាស្លាប់ឬរស់ព្រោះតែសម្ដីអ្នកណាចូលចិត្តនិយាយអ្នកនោះនឹងទទួលផលពីពាក្យសម្ដីរបស់ខ្លួនព្រះអង្គអើយទូបង្គំជ្រើសរើសយកការនិយាយដែលផ្ដល់នូវជីវិតមកកាន់រូបកាយរបស់ទូបង្គំទូបង្គំជ្រើសរើសយកការប្រកាសនៅព្រះបន្ទូលសន្យារបស់ព្រះអង្គឲ្យគ្របដណ្ដប់និងមានឥទ្ធិពលទៅលើស្ថានភាពបច្ចុប្បន្នរបស់ទូបង្គំព្រះជាម្ចាស់អើយកូនសូមប្រកាសគ្រប់ទាំងកោសិកានៅក្នុងរាងកាយរបស់ទូបង្គំដែលព្រះអង្គបានបង្កើតមកឲ្យនៅត្រឹមត្រូវស្ថិតនៅក្នុងស្ថានភាពល្អប្រសើរដូចដើមឡើងវិញហើយកូនសូមប្រកាសថារាងកាយរបស់កូនទាំងមូលគ្រប់ប្រព័ន្ធសរសៃឈាមគ្រប់ផ្នែកទាំងអស់នៃរាងកាយរបស់ទូបង្គំនឹងបានប្រសើរឡើងវិញដែលនៅក្នុងព្រះនាមរបស់ព្រះអង្គព្រះអង្គបានមានព្រះបន្ទូលនៅក្នុងព្រះគម្ពីរម៉ាកុសចំពុក11ខទី23ថាខ្ញុំសូមប្រាប់អ្នករាល់គ្នាដឹងច្បាស់ថាបើអ្នកណាម្នាក់និយាយទៅកាន់ភ្នំនេះថាចូលចេញពីទីនេះធ្លាក់ទៅក្នុងសមុទ្រទៅហើយបើអ្នកនោះជឿជាក់ក្នុងចិត្តដោយឥតសង្ស័យថាពាក្យរបស់ខ្លួននឹងបានសម្រេចនោះព្រះជាម្ចាស់នឹងប្រទានឲ្យបានសម្រេចតាមពាក្យគេមែនកូនសូមបញ្ជាទៅកាន់ជំងឺមួយនេះដូចជានិយាយទៅកាន់ភ្នំនោះថាចូលរើចេញទៅទូបង្គំសូមប្រកាសនិងបញ្ជាឲ្យជំងឺដែលមាននៅក្នុងរូបរាងកាយរបស់ទូបង្គំឲ្យចាកចេញទៅជាសះស្បើយនៅក្នុងព្រះនាមព្រះយេស៊ូវដូចជាបញ្ជាភ្នំឲ្យធ្លាក់ទៅក្នុងសមុទ្រនោះដែរព្រះយេស៊ូវអើយទូបង្គំបានចងចាំនៅការព្យាបាលរបស់ព្រះអង្គទៅកាន់ស្ត្រីមួយរូបដែលមានជំងឺធ្លាក់ឈាមអស់រយៈពេល12ឆ្នាំកន្លងមកហើយគាត់បានចំណាយលុយស្ទើរតែពេញមួយជីវិតរបស់គាត់ដើម្បីទៅជួបគ្រូពេទ្យប៉ុន្តែគ្មានពេទ្យរូបណាអាចព្យាបាលគាត់បានឡើយប៉ុន្តែបន្ទាប់មកគាត់បានឮអំពីព្រះអង្គហើយគាត់បាននិយាយទៅកាន់ខ្លួនឯងថាប្រសិនបើខ្ញុំអាចប៉ះត្រឹមតែព្រះពស្ត្ររបស់ទ្រង់នោះខ្ញុំនឹងបានជាមិនខានដោយមានចែងនៅក្នុងព្រះគម្ពីរម៉ាកុសចំពុកទី5ខ29ថារំពេចនោះឈាមឈប់ធ្លាក់ភ្លាមហើយនាងដឹងថាខ្លួននាងបានជាសះស្បើយពីរោគាព្រះអង្គម្ចាស់អើយទូបង្គំប្រាថ្នាចង់ប៉ះពាល់ព្រះអង្គដោយជំនឿនៅពេលនេះដោយស្ត្រីដែលមានជំងឺធ្លាក់ឈាមនោះដែរហើយកូនជឿជាក់ថាជំងឺរបស់កូននឹងបានជាសះស្បើយជាមិនខាន
ទូបង្គំជឿនៅអំណាចនៃការព្យាបាលរបស់ព្រះអង្គនឹងហូរមកកាន់រាងកាយទាំងមូលរបស់ទូបង្គំនាពេលឥឡូវនេះទូបង្គំជឿថានៅអ្វីដែលគ្រូពេទ្យមិនអាចព្យាបាលបានប៉ុន្តែព្រះអង្គអាចធ្វើបានទោះបីថ្នាំពេទ្យមិនអាចព្យាបាលកូនបានប៉ុន្តែគាត់ជឿថាព្រះអង្គអាចធ្វើឲ្យវាបានជាសះស្បើយយ៉ាងពេញលេញនៅក្នុងព្រះនាមព្រះយេស៊ូវអោព្រះវិញ្ញាណដ៏បរិសុទ្ធអើយសូមបំពេញរាល់កោសិកានៃរាងកាយរបស់ទូបង្គំឲ្យបានពោពេញទៅដោយព្រះវត្តមានរបស់ព្រះអង្គសូមឲ្យអំណាចនៃការព្យាបាលរបស់ព្រះអង្គបានហូរតាមរយៈសរសៃឈាមរបស់ទូបង្គំដែលមាននៅក្នុងខ្លួនរបស់ទូបង្គំសូមឲ្យការព្យាបាលរបស់ព្រះអង្គបានស្ដារគ្រប់ទាំងកន្លែងដាក់បាក់បែកនៅក្នុងស្ថានភាពរាងកាយរបស់កូនបញ្ហាអ្វីក៏ដោយដែលកំពុងតែខ្វះខាតដែលកំពុងតែខ្សោយដែលកំពុងតែបាត់បង់សូមទ្រង់បានស្ដារឡើងវិញឲ្យវាបានប្រសើរឡើងនៅក្នុងព្រះនាមព្រះយេស៊ូវសូមឲ្យជីវិតរបស់ព្រះអង្គបានផ្ដល់នូវថាមពលនិងកម្លាំងថ្មីនៅក្នុងជីវិតរបស់ទូបង្គំដោយមានចែងនៅក្នុងព្រះគម្ពីររ៉ូមជំពូក8ខទី11ថាប្រសិនបើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានប្រោសព្រះយេស៊ូវឲ្យមានព្រះជន្មរស់ឡើងវិញសន្ធិដ្ឋនៅក្នុងបងប្អូនមែននោះព្រះជាម្ចាស់ដែលបានប្រោសព្រះគ្រីស្ទឲ្យមានព្រះជន្មរស់ឡើងវិញព្រះអង្គក៏នឹងប្រទានឲ្យរូបកាយរបស់បងប្អូនដែលតែងតែស្លាប់នេះមានជីវិតតាមរយៈព្រះវិញ្ញាណដែលសន្ធិដ្ឋនៅក្នុងបងប្អូននោះដែរដូច្នេះព្រះជាម្ចាស់អើយព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គដដែលគឺកំពុងតែរស់នៅក្នុងជីវិតរបស់ទូបង្គំមានន័យថាព្រះអង្គកំពុងតែស្ដារនៅក្នុងរូបកាយរបស់ទូបង្គំឲ្យប្រសើរឡើងហើយនៅពេលនេះហើយអំណាចនៃការព្យាបាលរបស់ព្រះអង្គកំពុងតែហូរកាត់តាមរយៈរូបកាយរបស់ទូបង្គំនាខណៈពេលនេះពោពេញទៅដោយការអស្ចារ្យព្រះអង្គម្ចាស់អើយសូមផ្ដល់នូវចិត្តរីករាយនិងសេចក្តីសុខសាន្តដល់លោកអ្នកបងប្អូនដែលកំពុងតែស្ដាប់សេចក្តីអធិដ្ឋានមួយនេះសូមសុខភាពល្អគ្របដណ្ដប់លើរាងកាយនិងចិត្តប្រលឹងរបស់ទូបង្គំនិងលោកអ្នកបងប្អូនទាំងអស់គ្នាព្រះបិតាដ៏ជាទីស្រឡាញ់អើយយើងខ្ញុំសូមដាក់ជីវិតនិងសុខភាពរបស់យើងខ្ញុំនៅក្នុងព្រះហស្ថរបស់ព្រះអង្គយប់នេះសូមឲ្យយើងខ្ញុំគេងលក់ដោយសេចក្តីសុខសាន្តដោយជំនឿថាព្រះអង្គកំពុងតែធ្វើការព្យាបាលទូបង្គំទាំងអស់គ្នានៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអេមែន